អូខេឥឡូវនេះយើងបានឃើញព័ត៌មានហើយទៅលើ Julian Alvarez ដែលជា top striker មែនទែននៅ Atletico Madrid នៅរដូវកាលនេះគឺត្រូវបានក្លឹបចំនួន3ធំៗដែលកំពុងតែទាក់ទាញJulian Alvarez គឺមាន Paris មាន Barca ហើយក៏មាន Arsenal Julian Alvarez គឺជាកីឡាករមួយដែលល្អមែនទែននៅក្នុងរដូវកាល2ឆ្នាំចុងក្រោយនេះដែលគាត់លេងជាមួយនឹង Atletico Madrid ពេលដែលគាត់លេងនៅ Man City អាចថារៀង behind shadow របស់Erling Haaland បន្តិចយើងមើលទៅឃើញកាល2022-23គឺគាត់លេង49ប្រកួត overall គាត់រាប់បានគ្រាប់បាល់17គ្រាប់ហើយនិង4 assist អញ្ចឹងPremier League គឺគាត់លេងបាន31ប្រកួតហើយរាប់បានគ្រាប់បាល់9គ្រាប់ហើយនឹង Champions League 10ប្រកួតរាប់បានគ្រាប់បាល់3ហើយប្រហែលទៀតគឺនៅក្នុង Domestic Cup ទាំងអស់អញ្ចឹងយើងមើលឃើញថាក្នុងរយៈពេល2ឆ្នាំក្រោយនេះដែលគាត់លេងនៅ Atletico Madrid គឺ performance គាត់ឡើងហក់ឡើងខ្ពស់មែនទែនយើងមើលទៅ Julian Alvarez ពេលដែលលេង on the ball និង off the ball គឺលេងបានល្អមែនទែនជាពិសេសនៅក្នុង system របស់Diego Simeone យើងមើលឃើញថាការដែលគាត់defend ជាមួយនឹងឡាញ4នាក់ទៀតណាគឺគាត់ធ្វើបានល្អហើយពេលដែលគាត់ press វិញគឺគាត់ធ្វើបានល្អមែនទែន high press high low block defense ប៉ុន្តែ counter attack វិញគឺសាហាវមែនទែនជាពិសេសគឺរដូវកាលនេះហ្នឹងគឺបាល់ free kick របស់ Julian Alvarez គឺល្អមែនទែនយើងមើលទៅឃើញថានេះគឺជា report ចេញមកពី ESPN គឺ Paris គឺបាន made contact ទៅជាមួយនឹង Atletico Madrid ទៅលើ Julian Alvarez ដូចគ្នាជាមួយនឹង Barca ហើយនិង Arsenal ខ្ញុំគិតថាបើសិនជា Paris អាចយក Julian Alvarez បានគឺជា massive upgrade មែនទែនទៅលើsquad របស់ Paris ឥឡូវហ្នឹងព្រោះដោយសារ number 9 របស់ Paris ឥឡូវហ្នឹងគឺGonzalo Ramos ហើយ Gonzalo Ramos គឺជាកីឡាករល្អប៉ុន្តែគាត់មិនមែនជា great player គាត់ជា good player មិនមែនជា great ឬក៏ best player in my opinion ខ្ញុំគិតអញ្ចឹងថា Gonzalo Ramos អាចលេងនៅអឺ like mid tier club បានប៉ុន្តែសម្រាប់ Paris គឺ Paris ជាក្លឹបមួយដែលប្រជែងយកពានរាល់ឆ្នាំហើយជា worldwide club ផងដែរអញ្ចឹងGonzalo Ramos ជាមួយនឹង performance ដែលគាត់ធ្លាក់ផងរយៈពេលប្រហែលឆ្នាំជាពិសេសឆ្នាំហ្នឹងគាត់ធ្វើអត់សូវបានល្អទេអញ្ចឹងហើយណាមួយគាត់នៅ Paris បាន3ឆ្នាំដែរអញ្ចឹងហើយបាន Paris គាត់អាចនឹងរក number 9 ម្នាក់ទៀតមក replace គាត់អញ្ចឹងយើងមើលឃើញបន្ទាប់ពីប៉ារីសយើងមានArsenal មួយបាសេខ្ញុំគិតថាវាអត់សូវ make sense ខ្លាំងពេលដែល Arsenal រក Julian Alvarez ព្រោះដោយសារតែ Arsenal គាត់មាន Victor Gyökeres មួយហើយវាអត់មានអីត្រូវ necessary នៅក្នុងការយក Julian Alvarez ម្នាក់ទៀតណាព្រោះដោយសារយកម្នាក់ទៀតមកគឺយើងយើងអត់មាន prioritize មួយណាឲ្យច្បាស់លាស់ព្រោះដោយសារពីរនាក់ហ្នឹងគឺលេង position តែមួយកន្លែងតែមួយទៀតអញ្ចឹងយើងអាចឲ្យពីរនាក់ហ្នឹងលេងក្នុងពេលតែមួយបានទេយើងត្រូវតែលេងម្នាក់អត់ម្នាក់ឯងអញ្ចឹងវាអត់ចំណេញសម្រាប់ Arsenal សោះនៅក្នុងគំនិតរបស់ខ្ញុំឯណាហើយមួយទៀត Arsenal អាចមាន Harvard លេង false nine បានHarvard លេងរហូតអីជាមួយនឹង false nine ប្រហែលប្រកួតប្រហែល season ចុងក្រោយហ្នឹងមកតាំងពី Harvard ទៅហ្នឹងគឺ Harvard លេង false nine រហូតអញ្ចឹងយើងមើលឃើញថាអាចនឹងអត់ទៅ Arsenal ច្រើនព្រោះដោយសារតែវាអត់សូវ make sense ហើយសម្រាប់ Julian Alvarez គាត់ទៅមកពី Man City វិញផងយើងលេងនៅអង់គ្លេសហើយគាត់ឈ្នះពាននៅអង់គ្លេសអស់មកច្រើនហើយវាអត់សូវ make sense ដែរបើសិនជាគាត់សម្រេចចិត្តមក Arsenal វិញអញ្ចឹងណាព្រោះយើងលេងនៅ Man City យើងឈ្នះ Champions League Premier League យើងឈ្នះគ្រប់ពានហើយយើងទៅ Arsenal យើងដើម្បីបញ្ចេញពានផ្សេងទៀតវាអត់ទេបើសិនជាយើងមាន Paris រកយើងហើយយើងអាចនឹង consider Paris បានក្លឹបមួយទៀតគឺ Barca យើងមើលឃើញថា Barca គឺពិតជាចង់បាន Julian Alvarez មែនទែនព្រោះដោយសារតែ Lewandowski គាត់ចេញនៅរដូវកាលនេះបើសិនជាគាត់យក Julian Alvarez បានគឺល្អខ្លាំងមែនទែនសម្រាប់ Barca ព្រោះដោយសារតែ
បើនិយាយសួរស្ដាប់ Julian Alvarez គាត់នៅអេស្ប៉ាញស្រាប់ហើយគាត់ទុំតែ move ពីអង់គ្លេសមកអេស្ប៉ាញបាទគាត់នៅនេះបាន2 ឆ្នាំបើសិនជាគាត់ move ទៅប៉ារីសគាត់អាចនឹង chase trophy ឬក៏អាចថារៀង better situation ជាងបាសេព្រោះសារនៅប៉ារីសមានលុយអឺ club financial គឺ stable ច្រើនជាង club financial របស់ប៉ារីសរបស់បាសេអញ្ចឹងប៉ារីសរៀង stable ជាងបាសេអត់សូវមានអឺលុយទេបើនិយាយឲ្យស្រួលស្ដាប់គឺបរិសារតែ financial management part បាសេតាំងពីពេល COVID មកគឺពិបាកមែនតើហើយក៏កំពុងស្ដារដែរកំពុង pay off debt ឥឡូវហ្នឹងគឺនៅជាប់ debt ច្រើនប៉ុន្តែក៏ព្យាយាម pay ពីមួយឆ្នាំទៅមួយឆ្នាំអស់ច្រើនដែរហើយអីដែលបាសេធ្វើបានល្អហ្នឹងគឺគាត់ minimize player ដែលគាត់នាំចូលឥឡូវហ្នឹងគាត់អត់ជះលុយទិញដល់ដោយការពីមុនទេដោយការពីមុនគាត់នឹកឃើញទិញ Coutinho Dembele បន្ទាប់ពីគាត់លក់ Neymar ហ្នឹងគឺក្នុងកំណត់ខ្ញុំគឺការដែល invest ដ៏ខុសធំបំផុតសម្រាប់បាសេយើងលក់កីឡាករបាន200លានយើងយកទៅទិញកីឡាករមួយ100លានជាងមួយទៀត100លានជាងទៀតអញ្ចឹងលុយដែលយើងបានមកគឺវាអត់មានអីចំណេញសោះវាខាតទៅវិញទាំងអស់ហើយបាសេDembele យើងដឹងថា Dembele បាន Ballon d'Or មែន very good យើងសូមសរសើរទៅ Dembele ដែលគាត់ធ្វើបាននៅរដូវកាលមុនគឺ Dembele on point តែ unstoppable ប៉ុន្តែការដែលយើង invest ទៅលើ Coutinho យើងអត់គួរ invest ខ្ពស់ពេកដល់ប៉ុណ្ណឹងណាជាមួយនឹងទាំងពីរនាក់ទាំង Dembele ទាំង Coutinho ការដែលយើងចំណាយទៅលើកីឡាករគឺបាសេធ្វើអត់ទាន់បានល្អនៅពេលហ្នឹងអញ្ចឹងហើយបានធ្វើឲ្យបាសេជាប់ debt ដល់ឥឡូវហើយនឹងការចំណាយទៅលើកីឡាករមួយចំនួនធំពេលដែលក្នុងរយៈពេល COVID ទៀតគឺអានឹង during dark time របស់បាសេអឺហ្នឹងហើយហ្នឹងហើយចំពោះ transfer news គឺថ្ងៃហ្នឹងយើងនិយាយពី Julian Alvarez ប៉ុណ្ណឹងខ្ញុំនឹង keep update អ្នកទាំងអស់គ្នាទៀតនៅក្នុងវីដេអូក្រោយបើសិនជាមាន transfer news ណាធំកើតឡើងទៅលើ Premier League Club ឬក៏កើតឡើងទៅលើother European top 5 league ទៀតអញ្ចឹងណាហើយមាន any update តាក់ទងជាមួយនឹង Champions League តាក់ទងជាមួយនឹង Europa League Conference League ហើយហ្នឹងគឺខ្ញុំនឹង keep update ទៀតហើយក៏ដូចជា Cambodia Premier League ខ្ញុំនឹងព្យាយាមធ្វើដូចគ្នាបើសិនជាខ្ញុំមានពេលខ្ញុំនឹងធ្វើឲ្យបានច្រើនអញ្ចឹងណាគេថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេយើងចាំមើលទាំងអស់គ្នាថាតើ Julian Alvarez គាត់សម្រេចចិត្តនៅ Atletico Madrid ចាក់ចេញទៅជាមួយនឹង Paris ឬក៏ទៅជាមួយនឹង Barca ព្រោះដោយសារតែយើងដឹងថា Arsenal វាអត់សូវអឺមានផលប្រយោជន៍សម្រាប់គាត់បើសិនជាគាត់ទៅ Barca គាត់អាចជំនួស Robert Lewandowski គាត់អាចបានលេខ9នៅ Barca ហើយ Barca ជាក្លឹបមួយ worldwide ទៀតបើសិនជាគាត់ទៅ Paris គាត់ត្រូវអាចថាជា number 1សម្រាប់ Luis Enrique ហើយគាត់នឹង prioritize Julian Alvarez ទៅលើ Gonzalo Ramos អញ្ចឹងទាំងអស់គ្នាចាំយើងមើលទៅលើការសម្រេចចិត្តរបស់គាត់នៅចប់រដូវកាលនេះទាំងអស់គ្នាបើសិនជាគាត់ទៅប៉ារីសទៅបាសេឬក៏នៅអាត្លេទីកូទៅដែរអូខេថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយបាយបាយ